តាអ្នកទាំងអស់គ្នាមានអារម្មណ៍ទេខ្យល់ត្រជាក់នៃដើមរដូវផ្ការីកបាននាំមកនូវសម្រស់ដ៏ទន់ភ្លន់បំផុតមួយនៃធម្មជាតិស្វាគមន៍មកកាន់ Share Plan ហើយថ្ងៃនេះយើងនឹងធ្វើដំណើរទៅកាន់ពិភពពណ៌ផ្កាឈូកនៃផ្កាសាគូរ៉ាឬក៏ផ្កា Cherry Blossom អ្វីដែលធ្វើឲ្យផ្កានេះមានមុនស្នេហ៍ខុសពីផ្កាដទៃទៀតមិនមែនត្រឹមតែពណ៌ផ្កាឈូកស្រាលស្រទន់របស់វានោះទេប៉ុន្តែគឺភាពខ្លីនៃពេលវេលារបស់វាសាគូរ៉ារីកស្គុះស្គាយពេញមេឃបង្កើតបានជាពពកពណ៌ផ្កាឈូកដ៏ស្រស់ត្រកាប៉ុន្តែវារីកបានត្រឹមតែ1សប្តាហ៍ឬ2សប្តាហ៍ប៉ុណ្ណោះមុននឹងរយរុះទៅតាមខ្យល់នៅក្នុងអត្ថន័យជីវិតសាគូរ៉ាបានដាស់តឿនយើងថាសម្រស់និងពេលវេលាគឺមានតម្លៃខ្លាំងណាស់អ្នកទាំងអស់គ្នាមានដឹងទេថាវាតំណាងឲ្យការចាប់ផ្ដើមថ្មីនិងការរស់នៅក្នុងខណៈពេលបច្ចុប្បន្នឲ្យមានន័យបំផុតចំណែកឯនៅក្នុងក្បួនហុងស៊ុយគេវិញផ្កានេះក៏ជាផ្កាមួយដែលនាំមកនូវធម៌ពលនៃសេចក្តីស្រឡាញ់ភាពចុះសម្រុងនិងសុភមង្គលក្នុងក្រុមគ្រួសារការបានអង្គុយក្រោមដើមឈើសាគូរ៉ាដែលកំពុងរីកនេះមិនត្រឹមតែជួយឲ្យមានអារម្មណ៍ស្ងប់ទេអ្នកទាំងអស់គ្នាប៉ុន្តែជួយកម្ចាត់ធម៌ពលអវិជ្ជមានចេញពីចិត្តយើងផងដែរទោះបីជារុក្ខជាតិដែលមកពីតំបន់ត្រជាក់ប៉ុន្តែក្តីស្រឡាញ់ចំពោះសម្រស់របស់វាគឺគ្មានព្រំដែនឡើយអ្នកទាំងអស់គ្នាសម្រាប់ Share Plan វាមិនមែនគ្រាន់តែជាផ្កាមួយដើមទេប៉ុន្តែវាគឺជាសិល្បៈដែលធម្មជាតិបានចារមកសម្រាប់ពួកយើងអ្វីកាន់តែពិសេសនោះគឺមនុស្សនៅលើពិភពលោកហ្នឹងតែងតែប្រាថ្នាចង់ឃើញចង់ឈរក្រោមដើមសាគូរ៉ានិងថតផ្តិតរូបភាពជាមួយនឹងដើមសាគូរ៉ាផងដែរចុះអ្នកទាំងអស់គ្នាវិញធ្លាប់មានក្តីស្រមៃចង់ទៅថតរូបក្រោមដើមសាគូរ៉ានេះដែរឬទេកុំភ្លេច comment ប្រាប់ Share Plan ទាំងអស់គ្នាផងណាសូមអរគុណនិងសូមឲ្យថ្ងៃនេះរបស់អ្នកទាំងអស់គ្នាស្រស់បំព្រងសម្រាប់អ្នកទាំងអស់គ្នាអរគុណច្រើនជម្រាបលា